សួស្តីទាំងអស់គ្នាហើយនេះគឺជាវីដេអូនៅថ្ងៃដែរដែលថ្ងៃខ្ញុំទៅដល់សៀមរាបអញ្ចឹងណាពេលព្រឹកខ្ញុំទៅដល់សៀមរាបខ្ញុំទៅមើលសាន់រាយនៅអង្គរវត្តហើយពេលថ្ងៃហ្នឹងគឺត្រូវចូលរួមforum ថ្នាក់អន្តរជាតិធ្វើនៅបតែបរិយអង្គរដែលកម្មវិធីហ្នឹងគឺខាងក្រសួងខាងភាគីពាក់ព័ន្ធអង្គការសង្គមស៊ីវិលអីហ្នឹងគាត់ធ្វើតាក់ទងទៅនឹងប្រធានបទស្ដីពីប្រព័ន្ធស្បៀងអាហារអញ្ចឹងណាហើយគឺអ្វីដែលសំខាន់ហ្នឹងគឺនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារនៅក្នុងឆ្នាំ2025អញ្ចឹងណាទាំងអស់គ្នាហើយនៅកម្មវិធីហ្នឹងគឺមានខាងប្រទេសច្រើនមកចូលរួមហើយកម្មវិធីហ្នឹងធ្វើនៅសៀមរាបហើយមួយទៀតហ្នឹងត្រូវបន្តមកធ្វើដល់នៅភ្នំពេញទៀតប៉ុន្តែដោយសារតែនៅភ្នំពេញគឺខ្ញុំអត់បានចូលរួមទេខ្ញុំរវល់ដែរអញ្ចឹងណាហើយទាំងអស់គ្នានៅក្នុងកម្មវិធីហ្នឹងគឺពេលថ្ងៃហ្នឹងគឺខ្ញុំបានចូលរួមជាមួយនឹងប្រធានបទដែលត្រូវធ្វើបទបង្ហាញស្ដីពី behavior change របស់ប្រជាពលរដ្ឋហើយយើងគួរតែធ្វើម៉េចដើម្បីផ្លាស់ប្ដូរផ្នត់គំនិតនៃការរស់នៅរបស់យើងរាល់ថ្ងៃដើម្បីឲ្យយើងគិតទៅលើអាហារូបត្ថម្ភគិតទៅលើប្រព័ន្ធស្បៀងអាហារគិតទៅលើអីជាដើមអីអញ្ចឹងណាហើយពេល presentation ហ្នឹងគឺគេធ្វើនៅម៉ោង2ដល់ម៉ោង3កន្លះម៉ោង4បន្ទាប់ពីហ្នឹងទៅគឺខាង organizer គាត់មានរៀបចំពាក់ព័ន្ធជាមួយនឹងឲ្យភ្ញៀវទេសអ្នកដែលគាត់ចូលរួមមកពីប្រទេសផ្សេងៗហ្នឹងគាត់អាចមានពេលវេលាក្នុងការចំណាយទៅចូលទៅមើលប្រាសាទមើលអីជាដើមអញ្ចឹងណាហើយថ្ងៃដែលខ្ញុំជួបអ្នកដែល participate ដែលចូលរួមហ្នឹងមានមកពីឥណ្ឌូនេស៊ីមានមកពីថៃមានមកពីប្រទេសមួយចំនួនទៀតអញ្ចឹងដែលខ្ញុំអត់ចាំអស់ឲ្យទាំងអស់គ្នាប៉ុន្តែមានប្រទេសច្រើនមកចូលរួមជាពិសេសអ្នកដែលគាត់ធ្វើការងារស្ដីពីប្រព័ន្ធស្បៀងអាហារអីហើយនឹង nutrition អីជាដើមអញ្ចឹងណាទាំងអស់គ្នាហើយនៅថ្ងៃហ្នឹងគឺមានរៀបចំខាង organizer គេរៀបចំមានtrip ហ្នឹងគឺមានអ្នកទៅប្រាសាទអង្គរវត្តអ្នកទៅប្រាសាទបាយ័នហើយអ្នកទៅលេងបាក់ខែងហើយខ្ញុំជ្រើសរើសក្នុងការទៅបាក់ខែងភ្នំបាក់ខែងទៅមើលថ្ងៃលិចថ្ងៃហ្នឹងមានសំណាងទាំងអស់គ្នាមើលថ្ងៃរះហើយមើលថ្ងៃលិចទៀតហើយនិយាយទៅ commit បានទាំងពីរណាបើសិនជាពេលព្រឹកអត់អីទេព្រោះអីជាទ្រព្យពេលដែលខ្ញុំត្រូវទៅសៀមរាបបើខ្ញុំធ្វើដំណើរពេលយប់អញ្ចឹងដល់ព្រលឹមឡើងខ្ញុំឆ្លៀតពេលទៅមើលថ្ងៃរះនៅអង្គរវត្តហើយប៉ុន្តែបើសិនជាថ្ងៃលិចវារៀងនេះបន្តិចហើយណាមួយភ្នំបាក់ខែងទាំងអស់គ្នាអើយបរាជ័យច្រើនដងហើយបរាជ័យត្រង់ថាជិះកាត់រហូតហើយមានបំណងថាចង់មើលថ្ងៃលិចនៅលើភ្នំបាក់ខែងប៉ុន្តែខ្វៀងរហូតមិនដែលបានសោះហើយលើកហ្នឹងកុំអីខ្វៀងទៀតពីព្រោះអីរៀងហត់ដែរចង់សម្រាកបន្តិចអីបន្តិចប៉ុន្តែដល់ពេលហើយ commit បានទៅអញ្ចឹងណាអូយសប្បាយចិត្តមែនតើដែលបាន commit ក្នុងការទៅមើលថ្ងៃរះច្រឡំថ្ងៃលិចនៅភ្នំបាក់ខែងដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាទាំងអស់គ្នាហើយមួយវិញទៀតនៅក្នុងកម្មវិធីហ្នឹងគឺខាង organizer គាត់មានរៀបចំ guide ឲ្យយើងអញ្ចឹងណាពីព្រោះអីដោយសារតែហេតុអីគឺមានភ្ញៀវអ្នកចូលរួម participate ហ្នឹងគាត់មកពីប្រទេសផ្សេងៗអញ្ចឹងគាត់ជាជនជាតិវៀតណាមឬក៏ជនជាតិស្បៃសឬក៏ជនជាតិអីផ្សេងៗអញ្ចឹងគឺគេរៀបចំ guide ឲ្យដើម្បីរៀបរាប់ប្រាប់ពីប្រាសាទប្រាប់ពីប្រវត្តិសាស្ត្រប្រាប់អីជាដើមអញ្ចឹងណាហើយ guide ដែលគាត់ទៅចូលរួមមួយពួកខ្ញុំហ្នឹងគឺអ្វីដែលខ្ញុំបានដឹងហ្នឹងគឺគាត់ volunteer ទេហើយវាជារឿងមួយល្អដែរដែលគាត់ដោយសារក្រសួងជាអ្នករៀបចំអញ្ចឹងណាអញ្ចឹងដល់ពេលឲ្យ guide គាត់ volunteer ក្នុងការជួយសម្រួលនាំភ្ញៀវទៅមើលតំបន់ទេសចរអញ្ចឹងណាក៏ប៉ុន្តែទាំងអស់គ្នាខ្ញុំមើលឃើញចំណុចវិជ្ជមានមួយដែលល្អសម្រាប់បងគាត់ guide ណាខ្ញុំមិនមែនចង់មានថាគាត់ចង់បានអា tip ហ្នឹងពីយើងទេប៉ុន្តែខ្ញុំចង់មានន័យថាតាក់ទងជាមួយនឹងការដែលគាត់ចំណាយពេលវេលារបស់គាត់ចំណាយទៅលើកម្លាំងពលកម្មរបស់គាត់ដែលគាត់មកជូនពួកយើងដែរនៅពេលចុងបញ្ចប់គឺមានន័យថាពួកយើងក៏មានទឹកចិត្តក្នុងការជួយគ្រប់គ្រងទៅគាត់វិញដែរគឺមានន័យពួកយើងហីលុយគ្នាអញ្ចឹងណាម្នាក់តិចម្នាក់តិចទៅមកល្ងាចហ្នឹងគាត់ក៏រៀងបានជាគូសមអីដែរអញ្ចឹងណាអញ្ចឹងគឺជារបៀបដូចថាយើងជួយគ្នាទៅវិញទៅមកអញ្ចឹងណាទាំងអស់គ្នាវាល្អយើងធ្វើការគឺយើងពិតជាចង់បានអាថ្លៃកម្លាំងពលកម្មយើងនឹងយើងពិតជាចង់បានហើយប៉ុន្តែពេលខ្លះពេលដែលយើងអត់រំពឹងទុកខ្លាំងគឺពេលខ្លះក៏យើងអាចទទួលបាននៅលទ្ធផលមួយគួរសមដែរអញ្ចឹងណាហើយឥឡូវនេះគឺយើងមើលចប់ហើយក៏ចុះមកវិញអញ្ចឹងណាទាំងអស់គ្នា